này dân miền cả đặc thua sân tây và thua để chọn thật thằng này bàn chia ha ở rôm mà samatha mà pasana từ tiệt là ngày bảy bàn chia ha này bao sát sơ là ngày năng thì nghiền thầm nụ chạy chạy là đã chạy từ tề nhắn sông vài cùng độc ta cừu chạy trái nó là chạy sông sát xù cừu tán tha tàng du chỉ côn thua bắt đầuในการสังสมบารมี30บริบูรณ์ในโพธิสัตว์គ្រប់ព្រះអង្គក្នុងនោះបទភិយាជាដើមបានញ៉ាំដីជ្រះថ្លាហើយស្ម័គ្រចិត្តឲ្យនៃព្រះโพธิสัตว์នឹងបានយកខ្លួនជាទានទៅទានបារមីនៃព្រះបរមโพธิสัตว์នឹងបានពេញលេញតើក្រោយការត្រាស់ដឹងនៃពុទ្ធជាម្ចាស់ស្ដេចយាងចូលទៅរាជវាំងដើម្បីប្រោសពញាតឈ្មោះថាជាការដឹងគុណនៃព្រះពុទ្ធជាម្ចាស់ចំពោះពញាតដែលឬយ៉ាងណាក្រៅពីករុណាគុណដែលព្រះអង្គមានចំពោះសត្វសត្វស្មើគ្នាហើយក្នុងវងកញ្ចក់ថាតើក្នុងគម្ពីរណាមានសម្ដែងអត្ថក្តីពុស្ដាមានច្រើននៅពុទ្ធប្រវត្តិហ្នឹងមានក្នុងព្រះអត្ថកថាថាគម្ពីរពុទ្ធវង្សណាបៃដកលេខ77ហ្នឹងមានពុទ្ធវង្សហើយចរិយាបៃដកនឹងមានព្រះកថាហ្នឹងហើយខាងដើមខាងចុងយើងមើលតាមហ្នឹងហ្នឹងហើយក្រៅពីហ្នឹងក៏យើងមើលអត្ថកថាមានច្រើនកន្លែងទៀតគាត់ថាមានសិភៅលោកដកស្រង់មកជាសិភៅតែនៅក្នុងសាផារីហ្នឹងចៅសរសេរពុទ្ធប្រវត្តិចឹងទៅប៉ុណ្ណឹងទៅរមើលតាមហ្នឹងទៅច្រើនណាស់មិនខ្វះទេសិភៅក្នុងវិទ្យា5000ឆ្នាំអីរបស់លោកបាសកស្រង់ចន្ទាអីហ្នឹងក៏មានបណ្ដុំសិភៅហ្នឹងហើយច្រើនណាស់សិភៅពីបុរាណមកធ្វើចាស់អង្គមចាស់ហើយនឹងមកធ្វើថ្មីគេថាសម័យប្រមូលនៅក្នុងហ្នឹងចឹងហ្នឹងហើយចឹងក៏សូមអនុញ្ញាតឱកាសទីគុណចាស់ព្រះសង្ឃគ្រប់ព្រះអង្គនិងគុណចាស់អង្គព្រះបញ្ញាចុតតោក្នុងកិច្ចការងារធម្មទានចឹងប៉ុន្តែរៀបរាប់លំសារនៃពធក្នុងយប់ហ្នឹងក៏រៀបរាប់អំពីបនដែលនាំឲ្យយើងមានសេចក្តីសុខហ្នឹងហ្នឹងហើយកុំឲ្យយើងច្រឡំចំពោះពាក្យបនហ្នឹងទៅនឹងកិរិយាអីផ្សេងដោយកម្មវិធីដោយរូបភាពផ្សេងពាក្យថាបនហ្នឹងគឺជាគុណជាតិល្អណាស់តែតកតងទៅនឹងសំណួររបស់ចៅហ្នឹងហ្នឹងហើយសួរដូចលោកធំលោកចាស់អីដែរណាចៅតកតងទៅនឹងកតញ្ញូតាធម៌ហ្នឹងគឺត្រឹមត្រូវហើយណាចៅក្នុងការដែលព្រះអង្គទ្រង់បំពេញនៅចរិយា3ហ្នឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធទៅដោយអាស្រ័យពុទ្ធចរិយាពុទ្ធថចរិយាការប្រព្រឹត្តដើម្បីប្រយោជន៍ព្រះអង្គបានជាព្រះសម្មាសម្ពុទ្ធក្នុងចរិយាដែលព្រះអង្គបំពេញរហូតដល់ទៅពេលព្រះអង្គយាងសាងប្រភ្នោះអីចឹងទៅពុះហើយនៅអនុបយមពវ័ន30យោជទៀតណាបានដល់ក្រុងរាជក្រឹសក្នុងអត្ថថាអំពីពុទ្ធវង្សក៏បញ្ជាក់ថា30យោជហើយក្នុងបព្វជិសោតសតបាតដីដកលេខ54ហ្នឹងក៏ប្រាប់30យោជគ្រាន់តែលំសារអត្ថថាខុសគ្នាបន្តិចក្នុងអំពីពុទ្ធវង្សគឺព្រះអង្គគង់នៅជាសពអត់មានបៃតេបាមកជាអត់មានតន់មុនបិណ្ឌអីទេគឺ7ថ្ងៃនៅអនុបយមពវ័នឬទៅបានព្រះអង្គយាងទៅ30យោជហ្នឹងក្នុងវេលាក្នុងមួយថ្ងៃហ្នឹងណាហ្នឹងហើយព្រះអង្គទ្រង់យាងទៅក៏ដល់ព្រះអង្គអាចយាងឲ្យយឺតក៏បានយាងឲ្យលឿនក៏បានហ្នឹងហើយក្នុង30យោជហ្នឹងមិនចាំបាច់ពេញមួយថ្ងៃទេគ្រាន់តែក្នុងថ្ងៃហ្នឹងអញ្ចឹងណាហ្នឹងហើយដូចពេលខ្លះព្រះអង្គយាងព្រះអង្គបានខ្លះហើយព្រះអង្គយាងអំពីសាវត្ថីមករាជក្រឹសអីប្រោសបាទពុកសាតិអីហ្នឹងព្រះអង្គទ្រង់ថ្ងៃអាសៀលហើយអង្គយាងមកអញ្ចឹងទៅហ្នឹង45យោជហ្នឹងហើយព្រះអង្គទ្រង់យាងឲ្យយឺតទៅក៏បានមួយថ្ងៃមួយយោជមួយថ្ងៃមួយយោជទៅចេញពីរាជក្រឹសនឹងពាក់ដាលខែប្រគុណ60យោជមួយថ្ងៃមួយយោជមួយថ្ងៃមួយយោជពាក់ដាលខែពិសា2ខែបានដល់ក្រុងកបិលភ័ស្ត្រកាលព្រះអង្គត្រាស់ដឹងហើយព្រះអង្គយាងទៅជាលើកដំបូងណាហ្នឹងហើយដែលចៅសាកសួរហ្នឹង
អង្គយើងទៅដោយព្រះអរហន្ត20000អង្គដង្ហែព្រះពុទ្ធអង្គយើងគង់នៅនិក្រូធិរាមយើងបានទៅថ្វាយគុំនិក្រូធិរាមហើយហួសទៅថ្វាយគុំទីកន្លែងព្រះសម្មាសម្ពុទ្ធកកសន្ធោព្រះអង្គប្រសូតចូលក្រុមលោកបេលភ័ស្ត្រទៅថ្វាយគុំតាមទីកន្លែងនោះព្រះអង្គយាងសាងពុភ្នោះខ្លោងទ្វារអង្គកើតហើយខ្លោងទ្វារខាងលិចព្រះអង្គចេញទួតសួនអីចឹងទៅនៅស្ទូបទាំងពីររបស់ព្រះពុទ្ធមេត្តាព្រះពុទ្ធបិតាហ្នឹងហើយហ្នឹងក៏យើងបានទៅថ្វាយគុំទីកន្លែងព្រះកោណាគមនោព្រះអង្គបានប្រសូតហ្នឹងក៏យើងទៅថ្វាយគុំមានសសរស្ដំបាទធម្មនិសោតអីចឹងនឹករលឹកទៅបិលផោះតិចទៅបឋមប្រធានគឺទីកន្លែងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអង្គទ្រង់ប្រសូតព្រះសទ្ធវហ្នឹងហ្នឹងហើយហើយនិយាយពីព្រះអង្គយើងសាងពុភ្នោះដោយសៃកន្តកៈទៅតាមផ្លូវអាកាសមហារាជទាំង4ហ្នឹងត្រួតជើងសេះហោះហើយទេវតារាប់លានអង្គដង្ហែព្រះអង្គហ្នឹងឯងវិញស្ដាំពីក្រោយពីអីហ្នឹងទៅ30យោជទេអង្គយើងចុះទៅហើយក៏ឆ្លងស្ទឹងអនាមាហ្នឹងដោយកម្លាំងសេះកន្តកៈហ្នឹងហើយក៏សាងពុភ្នោះហ្នឹងឯងនៅ30យោជទៀតនៅក្នុងបព្វជិសោត354សតអនិបាតហ្នឹងគឺថាព្រះអង្គទ្រង់យាងក្នុងប្រមាណ7ថ្ងៃហ្នឹងឯង30យោជហ្នឹងដល់ក្រុងបេលភ័ស្ត្រក្រុងរាជក្រឹសហើយព្រះអង្គយាងចូលតាមខ្លងទ្វារខាងកើតទៅបិណ្ឌបាតក្នុងក្រុងរាជក្រឹសហ្នឹងក៏ព្រះអង្គតាមត្រាស់ដឹងក៏ជាចរិយាណាចរិយាការដែលព្រះអង្គទ្រង់បំពេញដើម្បីបានត្រាស់ជាពុទ្ធជាប្រយោជន៍ដើម្បីព្រះអង្គបានជាពុទ្ធណាពុទ្ធថចរិយាហើយក៏ក្រៅពីព្រះអង្គគឺសត្វលោកហើយក៏ប៉ុន្តែសត្វលោកនោះចែកជាពិសេសត្រង់ពពួកញាតិនេះឯងដែលចៅសាសួរនេះហ្នឹងហើយអញ្ចឹងបានចែកសត្វលោកហ្នឹងគឺថាជា2ចំណែកមួយចំណែកគឺញាតិនៅសល់ប្រមាណទៀតជាសត្វលោកហៅថាញាតិតថចរិយាព្រះអង្គទ្រង់បំពេញភិនិហាបុណ្យបារមីអីហ្នឹងឯងដើម្បីព្រះអង្គបានជាប្រយោជន៍ដល់ញាតិហ្នឹងឯងហើយនឹងដើម្បីជាប្រយោជន៍ដល់សត្វលោកណាលោកកថចរិយាហ្នឹងឯងហ្នឹងគឺមាន3ចរិយា3ពុទ្ធថចរិយាញាតិតថចរិយាពិសេសឃើញទេញាតិហ្នឹងក៏ជាសត្វលោកហ្នឹងដែរប៉ុន្តែគឺដោយតែចៅបានលើកមកអញ្ចឹងគឺជួយបំពេញអភិនិហាបារមីព្រះអង្គក្រៃលែងណាស់ដូចជាសោតរាពិមពេរាហុលមេត្តាអីចឹងបានប្រកាសនៅក្នុងថេរយាបទានបៃដកលេខ76គឺប្រធេរីបានប្រកាសអបទានទាក់ទងទៅនឹងការដែលបំពេញអភិនិហាបារមីពីដើមមកនឹងស្អីខ្លះហ្នឹងឯងដែលនាំមកឲ្យបានសម្រេចនៅគុណវិសេសដែលសម្ពិទា4ជាដើមហ្នឹងឯងក្នុងការបំពេញអភិនិហាបារមីមកហ្នឹងដែលបានប្រកាសហៅថាថេរយាបទានហ្នឹងអបទានមានការបំពេញពីខាងដើមហ្នឹងមកហ្នឹងណាហើយព្រះនាងយសោទរារាហុលមេត្តាហ្នឹងបានប្រកាសហើយគ្រាន់តែព្រះអង្គបរិច្ចាគខ្ញុំម្ចាស់ហ្នឹងឲ្យជាទានទៅជាភិជាអ្នកដទៃហ្នឹងអស់1000កោដនៃជាតិមិនមែនគ្រាន់តែមួយជាតិដែលព្រះនាងម៉ាគ្រីហ្នឹងឯណាជាតិណាអីហ្នឹង1000កោដនៃជាតិហ្នឹងហើយហ្នឹងគ្រាន់តែបរិច្ចាគឲ្យទៅជាភិជានៅបរិច្ចាគទៅជាអ្នកបម្រើអីគេនៅទៀត1000កោដនៃជាតិទៀតហ្នឹងហើយដើម្បីប្រយោជន៍នៃព្រះអង្គហ្នឹងហើយខ្ញុំម្ចាស់មិនមានទុកទោមនោះអីទាំងអស់ហ្នឹងហើយបញ្ជាក់ប្រាប់ក្នុងថេរយាបទានហ្នឹងគ្រាន់តែលើកបញ្ជាក់អំពីសេចក្តីទាំងអស់ហ្នឹងហើយដែលមកជាពុទ្ធមេត្តាពុទ្ធបិតាអីហ្នឹងច្រើនណាស់ក្នុងវិជាដកហ្នឹងហើយវិជាដកហ្នឹងគ្រាន់តែលើកចំណុចដែលតេតួងនឹងរឿងបច្ចុប្បន្នទៅព្រះអង្គក៏ប្រពវិជាដកប៉ុន្តែភពជាតិកំណើតព្រះអង្គច្រើនណាស់ហ្នឹងហើយដែលធ្លាប់ជាមេត្តាបិតាធ្លាប់ជាញាតិរបស់ព្រះអង្គហ្នឹងមកអញ្ចឹងក្នុងការជួយបំពេញអភិនិហាបារមីហ្នឹងគឺជួយត្រង់ថាដូចព្រះអង្គត្រូវបរិច្ចាគអីចឹងណាហើយនឹងក្នុងការដែលទំនុកបំរុងជាមេត្តាបិតាអីហ្នឹងចឹងមកហ្នឹងឯងចឹងហ្នឹងឯងអញ្ចឹងព្រះអង្គដែលទៅប្រោសពុទ្ធមេត្តាអីដើម្បីតបស្នងសងគុណពុទ្ធមេត្តានៅឋានតាវតិនណាដែលព្រះអង្គទ្រង់សម្ដែងព្រះអភិធម្មណាពុទ្ធមេត្តាបដិសន្ធិក្នុងទេវលោកឋានតុសិតណាទេវលោកចំទី4ហ្នឹងហើយហើយព្រះអង្គក៏យាងទៅប្រោសពុទ្ធមេត្តាហ្នឹងពុទ្ធមេត្តាក៏យាងមកដែរហ្នឹងហើយត្រឹមឋានតាវតិនហ្នឹងហើយសំគួរតាមតែព្រះអង្គទ្រង់ជ្រាបហ្នឹងហើយក្នុងការហ្នឹងហើយក្នុងការដែលព្រះអង្គទ្រង់បានយាងទៅសម្ដែងព្រះអភិធម្មប្រពុទ្ធមេត្តាហ្នឹងគឺមិនចំពោះតែគុណនៅក្នុងបច្ចុប្បន្នហ្នឹងទេហ្នឹងហើយគឺ
anh này cái chia tuần bịa tây tạ màu hồ hai là ngày nông ca để bọn trường tọt nòng sòng tuần năng là này cái chia màu đó ai bút biệt đa nó sầm ra sao ta bắt thò lại cài giờ sắc thầy cài giờ sắc thầy nó bàn tiền rupi chiên bàn tiền rupi chiên ai để sinh thị nông rupi prom hay ở lọp màu rupi promឬការមកភពវិញទេដែលជាព្រះអរិយបុគ្គលទៅរូបព្រំជន់លើទៅគេថាមិនតាន់សម្រាប់ព្រះរហ័តក៏អស់ไปជន់ទៅរូបព្រំជន់លើទៀតរហូតដល់នេវសញ្ញានេសញ្ញាយតនៈព្រំហ្នឹងហើយไปជន់84000កាប់84000មហាកាប់កាប់អាយុខែដីអត់ចេះអត់សក់អត់ចេះអីទេព្រោះអត់មានតោសៈជីវ័នហ្នឹងហើយហើយនេះជាព្រះអរិយបុគ្គលទៀតហើយសម្រាប់ព្រះរហ័តបរិនិព្វាននៅរូបព្រំជន់លើហ្នឹងចឹងទៅហ្នឹងគឺដោយអំណាចបុណ្យហ្នឹងហើយតតៃរៀបចំបានឲ្យបរិសន្ធិនៅក្នុងសុគតិភពហ្នឹងហើយព្រះអង្គក៏បានប្រកាសសម្ដែងពធពុទ្ធបិតាបានយាងមកខាត់ដំណើរព្រះអង្គឲ្យយាងបិណ្ឌបាតហ្នឹងក៏ព្រះអង្គទ្រង់សម្ដែងពធទៅបានសោតាបត្តផលទៅហើយព្រះអង្គទ្រង់សម្ដែងពធក្នុងព្រះបរមរាជវាំងទៅពុទ្ធបិតាបានសក្តិគេនិផលទៅហើយព្រះមេតិឆាបានសោតាបត្តផលទៅក្រោយមកព្រះអង្គក៏សម្ដែងសំណើជាមួយពុទ្ធបិតាទាក់ទងនឹងមហាធម្មបាលជាដកហ្នឹងសម្ដែងសំណើត្រង់ថាកាលដែលព្រះអង្គនៅបំពេញទុក្ខរកិរិយាហ្នឹងមានទេវតាមកប្រាប់ខ្ញុំព្រះអង្គថាព្រះអង្គអស់វិជនហើយខ្ញុំព្រះអង្គអត់ជឿទេវតាហ្នឹងទេហើយបានពុទ្ធអង្គសម្ដែងថាកាលមុនក៏ព្រះអង្គអត់ជឿដែរហ្នឹងហើយមានរឿងរ៉ាវក្នុងមហាធម្មបាលជាដកហ្នឹងហ្នឹងហើយបានពុទ្ធអង្គប្រកាសសម្ដែងទៅរួចទៅជុំជាដកប្រកាសសច្ចធម៌ទៅពុទ្ធបិតាក៏សម្រេចអនាគានិផលទៅហ្នឹងហើយក្រោយមកព្រះអង្គគង់នៅក្នុងវស្សាទី5ពុទ្ធបិតាក៏មានព្រះពេតចឹងព្រះអង្គក៏យាងមកសម្ដែងក្នុងខណ្ឌវេរវៈប្រកាសអំពីបញ្ញខណ្ឌហ្នឹងចឹងទៅពុទ្ធបិតាសម្រេចព្រះអរហន្តហើយក៏បរិនិព្វានទៅពុទ្ធអង្គក៏ដូចជាប្រទានប្រភ្លើងដោយផ្ទាល់ហ្នឹងគឺគ្រាន់តែរំលឹកអំពីកតញ្ញូតាធម៌របស់ព្រះពុទ្ធអង្គជាមួយនឹងពុទ្ធមេត្តាពុទ្ធបិតាក្រៃលែងណាស់ហើយព្រះអង្គក៏ប្រោសវិញ្ញាតដូចជាយសោតរាអីហ្នឹងក៏បានសម្រេចសោតាបត្តផលនៅពេលដែលព្រះអង្គប្រកាសសម្ដែងចាំកិនរិយជាដកនៅពេលដែលព្រះអង្គយាងទៅវិមានប្រាសាទរបស់ព្រះហុលមេត្តាហ្នឹងព្រះរាហុលបច្ចុប្បន្ន7ឆ្នាំហើយណាព្រោះពេលដែលប្រសូតព្រះអង្គយាងទៅហើយអង្គពេញទុក្ខរកិរិយាហ្នឹងខ្វះតែ2ខែទេបាន6ឆ្នាំរួចទៅព្រះអង្គបានត្រាស់ដឹងឡើងជួយព្រះអង្គត្រាស់ដឹងពាក់ថាខែពិសាហ្នឹងហើយព្រះអង្គទ្រង់យាងមកហ្នឹងពាក់ថាខែពិសាមួយឆ្នាំថែមទៀតហ្នឹងហើយគិតទៅព្រះរាហុលហ្នឹងខ្វះ2ខែបានពេញ7ឆ្នាំហ្នឹងចឹងពិសាចេះអាសាទហ្នឹងហើយហ្នឹងហើយប៉ុណ្ណឹងរាប់ថាបច្ចុប្បន្ន7ឆ្នាំហើយដែលព្រះរាហុលបព្វជិជាសាមណេរហ្នឹងពេលព្រះអង្គយាងទៅលើកទី1ហ្នឹងព្រះរាហុលបព្វជិហើយពុទ្ធមេត្តាបានសោយព្រះវិលាល័យទៅតាំងពីអង្គទៅប្រសូតបាន7ថ្ងៃនៅលើពមេតិឆាព្រះមហាបជាបតិកោតមីហ្នឹងបានខ្វាយទឹកដោះអីសពគ្រប់ហ្នឹងឯងចម្រើនទៅដោយទឹកដោះហ្នឹងឯងពុទ្ធមេត្តាទី2ថាអញ្ចឹងព្រះមេតិឆាណាដៃមីក៏ឈ្មោះថាពុទ្ធមេត្តាដែរព្រោះបានថ្វាយទឹកដោះហ្នឹងឯងព្រះមេតិឆាយើងស្គាល់ណាព្រះមេតិឆាព្រះមហាបជាបតិកោតមីបានពុទ្ធបិតាបរិនិព្វានទៅរៀបចំថ្វាយប្រភ្លើងអីរួចសពគ្រប់ហើយក៏បានសាងកុភ្នោះហ្នឹងហើយសូមព្រះអង្គបួសនៅកបិលផុសព្រះអង្គមិនតន់អនុញ្ញាតហើយក៏ជាដណ្ដប់ពុទ្ធការសាវកមានបាតមានអីជាមួយនឹងសារិយានីទាំង500ហ្នឹងធ្វើដំណើរទៅដល់គោដាគារសាលាហ្នឹងដោយប្របាទតេអញ្ចឹងពុះពួងបែកឈាមតាមផ្លូវហ្នឹងព្រះមេតិឆា51យោជហ្នឹងហើយធ្វើដំណើរទៅក៏ទៅដល់ក្រុងរាជក្រឹស60ហ្នឹងហើយនេះត្រឹមតែ51ហ្នឹងហើយដល់គោដាគារសាលានាមហាវ័នហ្នឹងហើយបានទទួលគរុធัวទៅក៏បានឧបសម្បទាហើយក៏នៅក្នុងបៃដកលេខ48ណាហ្នឹងហើយអង្គត្រនិកាយអត្តកវិបាកហ្នឹងព្រះអង្គទ្រង់ប្រទាន
lẽ ngã vì chạy thua vì này thằng ấy thua này vì này sạch thọ sạch na bầm bay và cá thua na để tới đầm bay và chạm đầm rê chứ mình phải to từ đôi đầm rê để kiện nâng chỉ thua chỉ vì này chỉ sạch thọ sạch na ô hai là hô nào đờ thua na để tới đầm bay cái chân nghe nâng này mình đầm bay chân cào đi đầm bay nóคือจะทั่วchỉ vì này chỉ sạch thọ sạch na và ông phải tiên chỉ phải camทานนั่นไงđểประเมินชาทำได้ประหยัดรหัสนั่นไงกระดูกทั่วลงไปปากกาก็ไม่ในขนมประสบนั่งอ่องแล้วก็ปีเข้าเมียนภาษาบอกให้หลังจากได้ตู้เมียนที่คนในนั่งเมียนอ่องผมไปก็เมียนในขนมนั่งก็ผู้ทั่วผมไปอันคนตรังกายอัตกะนิบาตนั่งเพราะน่ะนั่งไงกระนั้นเราจะเรียกเราตามจำนวนใจสะสมแล้วก็นักพุทธประวัติไอ้คลาไปยังบานพุทธเทียนสุดเตะบรรทายได้คนจากบานประเตียนให้เราพุทธเทียนสุดเตะนั่งนั่งไงรำลึกปีกระตังอยู่ตาทั่วvà phò ôngจำบัดเยấy mà đòi giờ nữa đó giờ về miền mình xây đăngนั่งไงxây đăng sẽ ba phò ông truồng chỉ đẹp sẽ ba người cônนั่งไงphò ông tập nòng sòng côn tập miệt thị trà ấy miệt thị tràในពេលដែលទៅថ្វាយគុំលាព្រះអង្គត្រេកនិព្វានហ្នឹងក៏បានប្រកាសត្រង់ថាខ្ញុំបានថ្វាយទឹកដោះដល់ព្រះអង្គហ្នឹងចម្រើនរូបកាយព្រះវិរិយកាយព្រះអង្គហ្នឹងបំបត្តិការស្រេកឃ្លានតាមការរួចទៅឃ្លានទៀតហ្នឹងហើយប៉ុន្តែព្រះអង្គបានបំបៅដោះដល់ខ្ញុំម្ចាស់គឺព្រះធម៌ព្រះអង្គទ្រង់សម្ដែងព្រះធម៌ហ្នឹងហ្នឹងហើយហ្នឹងគឺព្រះអង្គបំបៅដោះពុទ្ធបរិស័ទយើងណាนั่นไงแต่เรื่องวิจิตรที่เรื่องนะคะตึกดอกคือประทัวนั้นได้ยังทอมากายในชมจักคือโพธิปัจจยทัวสถานประธานบุญมาประเทศบุญอธิบายบุญอันตรีปรามไปแล้วปรามโพชังแก่ผมปีอะไรอย่างแม่ประกอบไปเอาใบประกาศนะเมียนผมปีปูอ่ะนั่นไงผมปีปูนะมวยแต่ประธานปีสมาประเทศใบอธิบายบุญอันตรีปรามไปแล้วผมมวยโพชังแก่ผมปีอะไรอย่างแม่นั่นไงให้แต่โบกสระม้าแต่ทางบุญมาประเทศบุญอธิบายบุญอันตรีปรามไปแล้วปรามโพชังแก่ผมปีอะไรอย่างแม่ประกอบไปเอาผมใบนั้นบาน30 ผมปีนั่นไงนั่งทอมากายทอมากายคือกายนั่นประชุมในทัวตรัสดังนั่งไงนั่งไงนั่งคือประธรรมกายบอกยำจันจำได้ดาวตึกดอกบอกว่าองคือประทัวเทศนาเลยบอกองตรงประกาศสำได้ศาสนาพระมจริยะตั้งในอากายุขัดในอากาเจียงไว้เนี่ยทำไมจะไปยาวจะได้ซับได้จำได้ดอนลูกทางเทวดาต่างหลายศาสนาพระมจริยะนั่นเนี่ยต่างหลายกับใบเรียนกับใบศึกษากับใบจำได้กับใบทัวเจริญนะตามในแต่ทางกวดบางประกาศสำได้โดยปัญญาดอกอดดอมนั่นไงพอองประกาศขัดในอากายุตั้งในอากาเจียงไว้ขนมไปดอกเล็กดอกผมมุ้ยมหาประเด็นเป็นโซดบรรทับปีบอกองดักไปจนมีอายุสังขารให้ยังสู้รัวได้บอกองกงในโกดาเกศสลาในมหาวันนั่งบอกองเอาเปลี่ยนนอนไปจุ่มไปก่อซองนำเวสไลจำออกนั่งให้บอกองตรงประกาศศาสนาพระมจริยะนั่นคือศาสนานั่นเตะตูเมียนปริมประดัยทั่วได้บอกองสำได้นั่นนะตั้งในอากายุทัดในอากาเจียงไว้มาดอสับไงนั่งพูดวินังเตียบรรทัยอาศัยพุทธบริษัทรวมจำในบรรทออายุในพุทธศาสนานั่นไงโดยทำสมัยโลกอลพูดถ้ากับจีบลายเลิศตุนนุกใช่ไหมนั่นไงเนี่ยกับtới bàn đầy đạo kỳ tới cái miền lại lơ học nàoนั่นไงโชว์แต่เรียบชูนี่ได้แต่ตู้ปกีหอยต่อนี่นั่นเองนั่งระเบียบจังนะเราเนี่ยเลิกแล้วเดินไปเอาพุทธบริษัทกองชายเลยbànเรียบที่เรื่องอะไรท่าอาการเด็กยังบรรทออายุในพุทธศาสนาเนี่ยนั่นไงคือบรรทอระเบียบจังไงแต่ยังถัดหนึ่งนำทวนเทียนในพุทธบริษัทนั่นไงทวนเทียนในพุทธบริษัทเติมที่เขาอย่างสามเณรแต่บาสบาสิก้านั่นไงบานยังรวมจำในบรรทออายุในพุทธศาสนานั่นไงสบายจัดนะนั่นไงคนใจเกิดมือขนมยังคนใจขมายยังนะยังเกิดเริ่มแต่ขมายยังนั่นไงนั่นไงมัดไงการบ้านเนี่ยนั่นไงไอ้มัดชั่วน้ำใบรอย60 กรัมนั่นไงใบรอย60 กรัมไงนะนั่นไงการประมาณได้มัดชั่วน้ำการประมาณกลายแล้วนะนั่นไงได้โดยชราสัตว์จิตเนี่ยเรียนปไตรสรณกุมเดี๋ยวปุถทังสรนังกิชามิทำแมงสรนังกิชามิสังฆังสรนังกิชามินั่นจังใจนั่นไงไอ้ปไตรสรณกุมนี่วิสัยแล้วนะไกลเลี้ยงเชียงแต่บ่อยไอ้แต่บางสมาบัดผมไปโลกไกลอย่างนี้สมัยnhư đất ban hoặc banติดไปจักเขาติดไปเศร้าดังจัดเนี่ยแต่เจ็ดเตาไปอย่างนี้นะอะไรเลิกเกียร์บานที่ละเมียนรัดจับรบนั่นไงปัจจัยอดเมียนปไตรหนักกุ้มะไอ้กุนนั่นนะสมาบัดผมไปโลกไกลอย่างนี้นั่นนะมันมาดังปไตรสระหนักกุ้มเท่ไอ้พุทธบริษัทบางคนคนใจโยจะตุกดะจะมวยนั่งสัมผัสได้ยังเมียนเนี่ย
មានតម្លៃណាហ្នឹងហើយយើងធ្វើបន់ជាមួយគ្នាបានបន់ធំណាបន់ច្រើនណាធ្វើបន់មួយអ្នកមានបត្រៃណគមនេះណាពុទ្ធបរិស័ទយើងនេះប្រអិនគោរពប្រអិននមស្ការណាយើងយកចិត្តទុកដាក់តាំងចិត្តគោរពបូជាប្រតនត្រ័យដោយការតាំងចិត្តជ្រះថ្លាទៅហ្នឹងហើយក្នុងសកសង្យុត្តបៃដកលេខ30តែអិនចេញពីវិជ្ជយន្តប្រាសាទមកសំពះមកពូទ្វីបនឹងកមេតល័យទូលសួរទៅថាស្ដេចទាំងអស់ស្ដេចលើផែនដីគ្រប់នគរសិតតែថ្វាយបង្គំព្រះអង្គជាប្រអិនហើយអ្នកដែលបាននៅត្រៃវិជាក៏ថ្វាយបង្គំព្រះអង្គត្រៃវេទណាហើយនឹងស្ដេចមហារាជទាំង4ទេវតាចាំចាតុមហារាជការហើយទេវបុត្រឋានតាវតឹងមានស័ក្តិយុធធំមិនក៏ថ្វាយបង្គំព្រះអង្គដែរព្រះអង្គថ្វាយបង្គំណាយើងថ្វាយបង្គំពុទ្ធធម៌ព្រះសង្ឃហើយមិនមែនត្រឹមតែប៉ុណ្្នឹងទេប្រអិនអានតលថាយេកហដ្ឋាបញ្ញតារាក្រហោះទាំងឡាយណាដែលជាអ្នកធ្វើបន់សីលវន្តោឧបាសកាបាសកបាសិកាដែលជាអ្នកមានសិលធម្មមេអ្នកទារាំងតោសេនតេចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌ទេទទួលពីយេមកណាទេហ្នឹងណាយេកហដ្ឋាក្រហោះទាំងឡាយណាហ្នឹងណាទេនមសាមិមេតល័យតេមេតល័យខ្ញុំអ្នកមស្ការក្រហោះទាំងឡាយនោះបើអិននមស្ការចេញពាក្យនមសាមិមកចឹងហ្នឹងហើយហ្នឹងហើយឲ្យយើងដឹងថាគុណធម៌ដែលពុទ្ធបរិស័ទបងប្អូនកូនចៅមិនចំពោះតែថាក្មេងចាស់អីទេណាបើអិននមស្ការណាគុណតម្លៃថ្លៃណាហ្នឹងហើយតាមសេចក្តីពិតទៀតមិនមែនចិត្តតែនមស្ការដោយការយល់ខុសដោយចេះតែជឿអីទេព្រោះបើអិនសមាទិដ្ឋិបានសម្រាប់សោតាបត្តផលណាសាកសួរបញ្ហាពធក្នុងសកបញ្ហាសូត្រ3ដល់លេខ17នៅអន្តរសាលកហិសម្រាប់សោតាបត្តផលនៅឋានមនុស្សលើផែនដីតើបើអិនហ្នឹងហើយមើលនៅក្នុងខាងចឹងសកបញ្ហាសូត្រហ្នឹងហើយដឹងគុណបើអិនអរគុណបញ្ចកសិក្ខកធុបវត្តព្រោះបានបើកឱកាសដើម្បីព្រះអង្គប្រអិននឹងបានគាល់ព្រះរាមាប្រភាព្រះអង្គគង់នៅក្នុងទីពួនដំណំហ្នឹងហើយបញ្ចសិក្ខកធុបវត្តហ្នឹងក៏នឹករលឹកដល់គាថាដែលធ្លាប់ច្រៀងស្រឡាញ់ព្រះនាងសុរិយវច្ចសាដែលជាធីតារបស់ប្របាទធររដ្ឋស្ដេចរបស់កន្ធប់ហ្នឹងហើយបាទធររដ្ឋហ្នឹងហើយមានបរិយាធីតាព្រះនាងសុរិយវច្ចសាមានពលឺដោយព្រះអាទិត្យចឹងបានហៅថាសុរិយវច្ចសាហ្នឹងចឹងហើយតែទៅតាមប្របីតាទៅកលប្រអិនទៅក៏មានចិត្តណែហាជាមួយនឹងបុត្រប្រមេតល័យក្រោយមកបញ្ចសិក្ខកធុបបុត្រនេះមិនហ៊ាននិយាយសុំស្រឡាញ់សុំអីទេព្រោះឯងជារះឯនោះកូនស្រីស្ដាច់បើនឹងស្រឡាញ់ធ្លាប់និយាយប្តីប្រពន្ធអីគ្នាមកអញ្ចឹងឧបនិស្ស័យអញ្ចឹងទៅក៏រៀបចំចងគាថាសូត្រសំលេងពីរោះហើយលេងពិនទៀតហ្នឹងហើយរៀបរាប់ពីគុណពុទ្ធគុណពធគុណប្រសង្ឃគុណប្រអិនហើយនឹងសេចក្តីស្រឡាញ់រៀបរាប់អញ្ចឹងណាហ្នឹងហើយដោយថាខ្លួនឯងនឹងថានឹកនាងសុរិយវច្ចសាដូចជាព្រះអរិយបុគ្គលនឹកនិព្វានអញ្ចឹងលើរបៀបអញ្ចឹងណាហ្នឹងឯងហើយនាងសុរិយវច្ចសាហ្នឹងកាលដែលទៅខាងតាវតឹងហ្នឹងធ្លាប់បានជួបជុំគ្នាស្ដាប់ប្រអិនសម្ដែងពធប្រកាសអំពីគុណព្រះសម្មាសម្ពុទ្ធ8គុណហ្នឹងហើយដល់ចឹងទៅក៏ដូចថាចង់ចិត្តនឹកថានឹងបានគាល់ព្រះពុទ្ធអង្គដល់ទៅលើបញ្ចសិក្ខកន្ធុបបុត្រហ្នឹងសរសើរគុណព្រះពុទ្ធក្នុងនឹងផងដែរចឹងទៅក៏ដូចថាចាប់ចិត្តហើយក៏បានទូលប្របីតាជួយថាកូនឯងហ្នឹងហើយដូចថាចូលចិត្តអីក៏នៅនឹងឯងមិនបាច់តាមបីតាទៅគាល់ប្រអិនទេហើយក៏ឈប់ទៅនៅជាមួយបញ្ចសិក្ខកធុបបុត្ររឿយចឹងទៅហ្នឹងហើយបែកពីបុត្រប្រមេតល័យហ្នឹងហើយបែកសេចក្តីស្រឡាញ់មិនមែនតែមនុស្សទេណាតែធីតាក៏បែកស្នេហាគ្នាដែរនោះកើតទុកណាបែកពីសុរិយវច្ចសាគេឈប់មកហ្នឹងហើយនេះដល់ពេលប្រអិនយាងមកនេះក៏ប្រអិនណាហ្នឹងហើយប្រអិនព្រះអង្គមានសេចក្តីទុកព្រោះព្រះអង្គដឹងថាចិត្តជាយត់ចិត្តចុកតេហ្នឹងហើយយាងមកតាំងពីប្រលប់ព្រោះធម្មតាតើកន្លងបឋមយាមតែលើកហ្នឹងឆាប់យាងមកហើយហៅទេវតាទេវបុត្រទេវតាឲ្យសម្បើមហ្នឹងហើយបំណងថាក្រែងលោខ្លួនព្រះអង្គហ្នឹងអត់មានឧបនិស្ស័យអីដើម្បីព្រះអង្គប្រទានពធណាគង់តែមានទេវបុត្រទេវធីតាណាមានឧបនិស្ស័យព្រះអង្គប្រទានពធទេយើងបានស្ដាប់ជាមួយដែរ
នឹកអញ្ចឹងពីព្រោះធ្លាប់យើងមកគាត់ព្រះអង្គនៅវត្តចេតពុនម្ដងកាលហ្នឹងអត់បានគាត់ព្រះអង្គនាងភុជុគាហ្នឹងពីមុនជាប្រពន្ធរបស់ស្ដេចវេស្សវណ្ណដល់បានសម្ដេចសក្កទាគាមីផលទៅក៏សូមស្ដេចវេស្សវណ្ណហ្នឹងមកបម្រើព្រះពុទ្ធអង្គនៅវត្តចេតពុនត្រង់មកយាមមករក្សាអញ្ចឹងណាស្ដេចវេស្សវណ្ណក៏ប្រទានពរឲ្យមកហ្នឹងហើយប្រអិនទៅក៏ព្រះនាងភុជុគាហ្នឹងក៏បានទូលព្រះអិនថាក៏ព្រះរាមាភិគង់នៅក្នុងទីពួនសំងំអត់អាចទាល់ព្រះអង្គបានអញ្ចឹងក៏ផ្ដាំផ្ញើការថ្វាយបង្គំហើយក៏យាងត្រឡប់ទៅវិញទៅព្រះអិននឹកឃើញត្រៃនោះអត់បានទាល់ព្រះអង្គអញ្ចឹងប្រមូលទេវតាមកឡើង 80000 អង្គរួចទៅព្រះអង្គគង់ក្នុងទីពួនសំងំមែននៅអន្តសាលទាហាយើងធ្វើដំណើរទៅហ្នឹងហើយកន្លែងយើងនៅខាងកើតក្រុងរាជក្រឹសហ្នឹងហើយនៅវាភ្នំវេទិកៈហ្នឹងហើយហើយក៏មិនដឹងយ៉ាងម៉េចវាមានសេចក្តីសោកនៅក្នុងអដ្ឋថាសតិប្បដ្ឋានសូត្រសម្ដែងថាប្រអែនមានសេចក្តីសោកហ្នឹងហើយមានសេចក្តីទុកសោកហ្នឹងដឹងតែចិត្តជាយប់អញ្ចឹងណាអញ្ចឹងទៅរੂពធัวជាទីពឹងហ្នឹងឲ្យបញ្ចសិក្ខកធុបបុត្រហ្នឹងឯងហ្នឹងហើយបានធ្វើយ៉ាងម៉េចឲ្យយើងបានគាល់ព្រះអង្គហ្នឹងបានបញ្ចសិក្ខកធុបបុត្រហ្នឹងច្រៀងចម្រៀងហ្នឹងលើកទី2ចម្រៀងដែលស្រឡាញ់នាងសុរិយវច្ចសាហ្នឹងណាហ្នឹងឯងរួចទៅបានព្រះពុទ្ធអង្គមានព្រះពុទ្ធដីកាមកថានេះចောင်းគាថាហ្នឹងពីពេលណាអីចឹងទៅព្រះអង្គសួរឲ្យបានជាហេតុទៅព្រះអង្គទ្រង់ជ្រាបអស់ហ្នឹងឯងក៏បានទូលព្រះអង្គទៅហើយក៏ថាក៏ប្រអិនចង់មកគាល់ព្រះអង្គអីសួរបញ្ហាប្រធួយអីហ្នឹងព្រះអង្គក៏អនុញ្ញាតទៅហើយព្រះអិនបានសម្រេចសោតាបត្តផលពេលហ្នឹងឯងគឺយកព្រឹបបរិសន្ធិជាប្រអិនកំឡោះភ្លាមហ្នឹងហើយប្រអិនកំឡោះបានន័យថាទឹកតែបរិសន្ធិជាតិកំណើតមួយប៉ុន្តែទេវតាទាំងអស់អត់ដឹងទេណាមើលទៅឃើញប្រអិនដដែលអញ្ចឹងណាហ្នឹងហើយមានតែប្រអិនអង្គឯងហើយនឹងព្រះរាមាភិភិអង្គទ្រង់ជ្រាបហ្នឹងហើយហើយក្នុងកាលហ្នឹងក៏បានប្រកាសណារឿង3មុខហ្នឹងហើយដែលប្រអិនតបស្នងសងគុណដល់បញ្ចសិក្ខកន្ធុបបុត្រហ្នឹងណាចាំបញ្ជាក់ពីរឿងកតញ្ញូតាធម៌របស់ប្រអិនអភិសេកជាមួយនាងសុរិយវច្ចសានឹងឯងថាអ្នកទាំងពីរហ្នឹងក៏បានស្រឡាញ់គ្នាយូរមកហើយឥឡូវយើងអភិសេកហើយទី1ទី2ឲ្យបញ្ចសិក្ខកន្ធុបបុត្រហ្នឹងបានសោយរាជទៀតជំនួសប្របាទភតរដ្ឋៈបិតាក៏ត្រេកអរពីព្រោះកូនស្រីខ្លួនឯងហ្នឹងគេតាហ្នឹងឯងដែលបានជាគមហេសីហ្នឹងឯងសុបាយទៅទេចឹងហើយប្រអិនរៀបចំចាត់ចែងផងចឹងហ្នឹងឯងឲ្យសោយរាជជាស្ដេចរបស់កន្ធុបហើយនឹងទី3ពិសេសមែនទែនតែងតាំងធ្វើជាបិតារបស់យើងជាប្រអិនហ្នឹងនៅក្នុងបៃដកហ្មងមិនមែនថានៅខាងចុងសកបញ្ញហសូត្របៃដកលេខ17ហ្នឹងចឹងហើយបញ្ជាក់ថាដែលប្រអិនចាត់ចែងរឿងហ្នឹងគឺនៅលើផែនដីហ្នឹងរួចទៅបានព្រះអង្គស្ទាបផែនដីផ្ទះផែនដីផ្ទះផែនដីជាសាក្សីទាំង3មុខដែលព្រះអង្គបានប្រកាសនោះជាសច្ចៈជាសច្ចៈវាចាដែលព្រះអង្គបានប្រកាសហ្នឹងយកផែនដីជាសាក្សីព្រះអង្គផ្ទះផែនដីហ្នឹងហើយគឺបានន័យថាព្រះអង្គនៅលើផែនដីហ្នឹងរួចទៅក៏បានគុំលាព្រះរាមាភិភិទៅហ្នឹងត្រឹមតែរំលឹករឿងរ៉ាវបញ្ចសិក្ខកន្ធុបបុត្រហ្នឹងដោយសារផលបុណ្យណាពីដើមក្នុងសាសនាព្រះសម្មាសម្ពុទ្ធកសបៈទសពលហ្នឹងក្មេងខ្វៀលគោទេទុកជុក5បញ្ចសិក្ខហ្នឹងជុកហ្នឹងហើយប្រែតាមហ្នឹងទេបើថាអ្នកខសិក្ខក៏ចង់ទៅចោតទៅហ្នឹងហើយអានេះជុក5ហ្នឹងគឺដូចថាសក់នៅលើក្បាលហ្នឹងដូចថាគេទុក5ដុំឆងហ្នឹងហើយបានយកបាយសំណុំហ្នឹងបាយសំណុំទឹកបំពង់ហ្នឹងបានជួបនឹងសមណៈបានប្រកេនដល់សមណៈហ្នឹងឯងចឹងបានធ្វើបុណ្យហ្នឹងហើយដោយផលនៃបុណ្យហ្នឹងឯងចឹងគឺបាននៅក្នុងកំណើតទេវតាហើយជាពិសេសគឺថាជាទីប្រោះប្រាននៃព្រះរាមាភិភិគាល់ព្រះអង្គស្នាណាក៏ព្រះអង្គទ្រង់ទទួលធម្មបដិសន្ធារៈខុសកាលខុសពេលមិនក៏ព្រះអង្គទទួលដែរព្រះអង្គទ្រង់អនុគ្រោះដល់បញ្ចសិក្ខកន្ធុបបុត្រគឺផលរបស់ទានណាដូចយើងហៅថាមនុស្សមានអំណោយទានណាដូចថាយើងដូចថាចូលចិត្តហ្នឹងហើយមើលទៅចូលចិត្តចង់ស្រឡាញ់ចង់រាប់អានហ្នឹងឯងមនុស្សមានអំណោយទានដូចពុទ្ធបរិស័ទយើងមានទានមានសិលមានភាវនាអញ្ចឹងទៅអស់ជីវិតទៅទេវលោកទៅមនុស្សមានអំណោយទានទៅដល់អញ្ចឹងទៅទេវបុត្រទេពធីតាគេចូលចិត្តគេហៅរោគហ្នឹងចាស់បងចាស់អូនអីប្រមូលទៅស្ដាប់ពធអញ្ចឹងទៅហ្នឹងហើយជាទីសប្បាយដែលបុណ្យនាំមកនូវសេចក្តីសុខហ្នឹងហើយនិយាយពីបុណ្យគឺអត់មានបុណ្យទេសូម្បីមនុស្សយើងម្នាក់ក៏អត់មានដែរអត់មានណាកើតជំនួសបានទេព្រោះតួបដិសន្ធិរបស់មនុស្សហ្នឹងជាកុសលវិបាកគឺក្នុងឋានៈបដិសន្ធិវិញ្ញាណហ្នឹងមិនមែនកើតពីមេត្តាបិតាមិនមែនកើតពីណាពីណីអីមកគ្រាន់តែវិញ្ញាណអីជាមនុស្សជាសត្វជាអីទេ
ហ្នឹងយើងសន្មត់ទេវិញ្ញាណជាមនុស្សជាសត្វជាអ្នកកើតអីកូនចៅអីកើតអីហ្នឹងមានវិញ្ញាណមានចិត្តអីហ្នឹងណាតាមពិតវិញ្ញាណមានកុសលអកុសលវិបាកកិរិយា4ជាតិណាហើយក្នុងគណៈបដិសន្ធិហ្នឹងអាហ្នឹងជាវិបាកហ្នឹងគឺផលដោយឆ្អិនរបស់កម្មមនុស្សយើងកើតពីបុណ្យហើយបុណ្យឧបត្ថម្ភទៀតគ្រប់ពេលវេលានេះដែលយើងកំពុងអង្គុយនៅនេះបុណ្យហ្នឹងបុណ្យឧបត្ថម្ភកបច្ច័យបានយើងនៅរស់ហ្នឹងណាបុណ្យនឹងនៅណាដែលបុណ្យធ្វើហើយហ្នឹងចិត្តសន្សំមកទាំងអស់ហ្នឹងហើយមិនមែនបុណ្យឲ្យកើតរួចទៅលេងយើងចោលប្រហែល20 30 40 ឆ្នាំអីចឹងមិនមែនទេបុណ្យនឹងនៅតាមជួយរក្សារហូតបានរស់ឥឡូវហ្នឹងក៏បុណ្យដែរហ្នឹងហើយឲ្យមានជីវិតរូបមានប្រសាទរូបភេររូបស្រីភេររូបប្រុសកម្មមជ្ឈរូបអីហ្នឹងកើតពីបុណ្យទាំងអស់បុណ្យជាបច្ច័យព្រោះរូបធម៌នេះវត្ថុដែលកើតឡើងហើយរលត់ទៅវិញយ៉ាងលឿនរហ័សតើបុណ្យជាបច្ច័យឲ្យកើតតទៅទៀតហ្នឹងគ្រាន់តែឲ្យបងប្អូនកូនចៅជ្រាបពីបុណ្យហ្នឹងហើយនៅពេលសិនលក់សម្រាមលក់អីហ្នឹងគឺប្រវាំងកសន្តតិហ្នឹងកុសលវិបាកសុទ្ធតែហ្នឹងហើយជាផលបុណ្យណាពេលសិនលក់សម្រាមលក់ហ្នឹងណាប្រវាំងហ្នឹងណាហើយបើសត្វគោក្របីសេចម្រៃសត្វក្នុងអបាយភូមិអាហ្នឹងបាបឧបត្ថម្ភណាដែលរស់នៅក្នុងកំណើតសត្វក្នុងអបាយភូមិទាំងនរកទាំងប្រែទាំងទេឆានណាប្រវាំងហ្នឹងអកុសលវិបាកអកុសលវិបាកហ្នឹងផលរបស់បាបណាផលរបស់បាបហ្នឹងគឺបាបហ្នឹងជាបច្ច័យឲ្យកើតតមករហូតណាមិនកើតតែមួយចោលយ៉ាងទៅទេបើចោលទៅវាត្រូវអត់មានកើតតទៅទៀតតែព្រោះអាកើតហើយវាត្រូវទៅរលត់ហើយកើតទៀតវាត្រូវតែមានបច្ច័យឲ្យកើតតអញ្ចឹងហ្នឹងចង់ឲ្យពុទ្ធបរិស័ទយើងជ្រាបពីគុណរបស់បុណ្យបើកុំតែបុណ្យជាបច្ច័យហ្នឹងយើងទៅមិនរួចពីអបាយភូមិមាននរកជាដើមហើយបដិសន្ធិជាមនុស្សបានហ្នឹងហើយបាននៅរស់តមកទៀតនេះប៉ុន្តែមនុស្សដល់ច្រើនអត់បានដឹងថាគុណរបស់បុណ្យហ្នឹងដែលបានឲ្យខ្លួនឯងកើតមកជាមនុស្សហើយឧបត្ថម្ភទៅលុបម្ដងឲ្យបាននៅរស់ទេហ្នឹងហើយតែពុទ្ធបរិស័ទបងប្អូនកូនចៅយើងមានសទ្ធានេះជាអរិយទ្រព្យល្អណាស់ជាដើមទុនដែលសម្រាប់ឲ្យយើងបានបំពេញបុណ្យកុសលតទៅទៀតហើយបុណ្យកុសលមិនមែនគ្រាន់តែសម្រាប់ឲ្យមានផលទៅកាន់សុគតិភពប៉ុណ្ណឹងទេធំ3យ៉ាងមួយគឺឲ្យសេចក្តីសុខក្នុងបច្ចុប្បន្នតាន់ពេលដែលបុណ្យកុសលកើតឡើងនឹងឯងចឹងគឺថាជាគុណជាតិមួយជំរះចិត្តនឹងឲ្យស្អាតឲ្យបរិសុទ្ធតែហ្មងសន្តានណាំងបណាតេសោថេតេតេបញ្ញាអញ្ចឹងណាបទវិកហៈនៃពាក្យថាបុណ្យហ្នឹងណាហ្នឹងឯងគុណជាតិធម្មជាតិឬថាកុសលធម៌ហ្នឹងឯងចឹងដែលជំរះសន្តាននៃចិត្តនៃសត្វលោកនឹងឯងឲ្យបរិសុទ្ធឲ្យស្អាតធម្មជាតិហ្នឹងសភាវៈហ្នឹងបរមត្តហ្នឹងដែលហៅថាបុណ្យហើយចិត្តស្អាតទេតើបុណ្យហ្នឹងយើងមានត្រូវតែខ្លាចបុណ្យអីខ្លាចតែលោភៈទោសៈមោហៈទៅវាសៅហ្មងវានាំឲ្យប្រព្រឹត្តបាបកម្មពីវេរាបុណ្យហ្នឹងហើយបុណ្យមិនដែលប្រកបជាមួយតោមនស្សវេទនាទេប្រកបមួយសោមនស្សឧបេក្ខាក៏ជាសុខដែររាប់នៅក្នុងសុខណាឧបេក្ខាក្នុងកុសលណាអត់ប្រកបមួយតោមនស្សទេដូច្នេះរាល់ពេលដែលបុណ្យកើតឡើងចិត្តយើងមានសេចក្តីសុខដែរដែលពុទ្ធបរិស័ទបងប្អូនកូនចៅកុំឲ្យរត់តែប្រាក់ហ្នឹងហើយប្រាក់ហ្នឹងសម្រាប់យើងរស់នៅបានស្រួលបានល្អប្រសើរតាមហ្នឹងហើយប៉ុន្តែថាមិនមែនមានប្រាក់តែយ៉ាងបានទេត្រូវមានចិត្តជាបុណ្យទៀតដើម្បីកុំឲ្យប្រាក់ប្រើគឺតែមានបុណ្យទៅបានយើងប្រើប្រាក់នឹងបានប្រាក់ប្រើវាអាចប្រើឲ្យប្រព្រឹត្តបាបកម្មពីវិរិយផ្សេងកាមគុណអីណានៃទៅពីតពះកាមេសមិច្ឆាចាអីចឹងណាហ្នឹងហើយយើងមានចិត្តល្អជាបុណ្យកុសលហ្នឹងទៅបានយើងប្រើប្រាក់ប្រើឲ្យសម្រាប់ជាប្រយោជន៍ណាសូម្បីតែយើងបរិភោគខ្លួនយើងឲ្យរស់ហ្នឹងក៏ដើម្បីចិញ្ចឹមសិលគ្រាន់តែយើងតាំងចិត្តថារស់ដើម្បីចិញ្ចឹមសិលពេលដែលកំពុងបរិភោគហ្នឹងក៏បរិភោគដោយមហាកុសលដែរហ្នឹងហើយអញ្ចឹងគឺបុណ្យឲ្យយើងមានសេចក្តីសុខក្នុងបច្ចុប្បន្នដល់ទៅយើងបានចេះដឹងទៅយើងចេះសន្សំសេចក្តីសុខតាមរយៈនៃបុណ្យក្នុងបច្ចុប្បន្នហ្នឹងពីមុនយើងដឹងថាធ្វើបុណ្យដែលយើងមានសទ្ធាតែមិនទាន់មានបញ្ញាច្រើនណាយើងធ្វើបុណ្យយើងចង់បានផលបុណ្យកុំឲ្យខ្វះខាតអីហ្នឹងហើយបានសុខអតិភពបានអីយកដល់តែយើងមានបញ្ញាចម្រើនមកបានយំពេញជាមួយនឹងបុណ្យនឹងមែនទែនត្រង់ឲ្យថាបុណ្យនឹងឯងដែលយើងត្រូវសន្សំសេចក្តីសុខបន្តិចរើសរាមួយទៅក៏ដោយដោយលោកម្ចាស់ទូលមានព្រានប្រដៅអីសពកាលហ្នឹងមុនមិនដែងធัวអីទាំងអស់ហ្នឹងអាហ្នឹងឯងដែលយើងត្រូវបំពេញបុណ្យកុសលប្រែតព្រៀងតិចតួចហ្នឹងយើងទៅកើបបុណ្យនេះណាជាគំនោពុទ្ធអង្គក៏សម្ដែងអ្នកប្រាជ្ញសន្សំបុណ្យសំបីបន្តិចម្ដងនេះពេញទៅអាពោរតិធិរោបញ្ញសៈថោកាំងពេអាជាណាំងធីរោអ្នកប្រាជ្ញអាជាណាំងហ្នឹងសន្សំបញ្ញសៈបុណ្យនឹងឯងថោកាំងពេសំបីបន្តិចម្ដងអាពោរតិគេណាពេញពោទៅដោយសារបុណ្យនឹងឯងរហូតដល់ទៅលោកកតរៈពុទ្ធអង្គសម្ដែងតែអ្នកទាំងឡាយកុំឲ្យខ្លាចបុណ្យមេអភិកវេបញ្ញាណังភិយថានៅក្នុងដីដកលេខ47ក៏មានដែរហ្នឹងហើយសតកនិបាតតែយើងច្រើនយកក្នុងបញ្ញសោតនៅក្នុងដីដកលេខ53តែពុទ្ធកៈហ្នឹងហើយអ្នកទាំងឡាយកុំឲ្យខ្លាចបុណ្យព្រោះបុណ្យជាឈ្មោះនៃសេចក្តីសុខហ្នឹងហើយហ្នឹងគ្រាន់តែបញ្ជាក់ថាបើពុទ្ធអង្គកុំឲ្យខ្លាចបុណ្យហើយបុណ្យហ្នឹងគឺ
men cho bố thế rồi hoa đấy nó bạc bị chết đã đẹp tha lúc mình chưa bọn nâng nằm mau nơi đây sọc nâng cứ xăm bà ra gì cả sọc sọc trong lô cả mốc phong hơi nâng bê này bền nó đẹp tha nó coi nhiều sâu đấy này hay bọn nó bọn trong phun bầy đẹp tha lúc mình chưa này đây thằng ao khai bọn nâng hay thông bạch thiên được nông bạch sâu nó cứ bọn tầm đại đi mê ta này bọn thọ chìm ra mê ta chật nângประมาณปี năm บานเชียนแต่การปรุงโลกประมาณปีกับนั่นไงมันไปเจียตีบอลนั่นเมตาจัดนั่นก็เจียบอลบางคนคนใจเฉียบใช่ไหมแต่กลมเอาไปถ่าโตมันเนาะตุกต่อโยนเข้าไปไอ้จีมวยนังบอลนะจีสเปียร์ละฮอนะบอลได้นอมเอาของการตรัสดังจีเปรสมาสามปุตจีเปรเกียสาวะเกียสาวิกาปุตตเมตตาปุตตใบตาปุตตเนียติใส่ซาระปิไอ้ตังอคือโดยซาบอลนั้นแทนอภินิหาบารมีที่ต่บอลบารมีเนี่ยเตียนบารมีใช่บารมีในขมักบารมีปุตบริษัทเยอะก็สัตย์จีเนี่ยมีบารมีการนั้นเบอร์มีปัจจัยหนักกุมลอยจังให้มันเป็นบอลก็ซอเอาไตรเล็กให้ปัจจัยวิวัฒน์ได้ลำไปแต่การไตรคือเปรย์เปลี่ยนบารมีนั่นเจ็บปะระมะดอกไกรเล่นก็มีไตรก็มีมือหนึ่งก็น้องอัฐกถาจักรยาใบดอกนั่นไงจักรยาใบดอกจัดสักปีอ่ะปีพุทธวงศ์ให้จักรยาใบดอกให้อัฐกถาน้องตะกันตะกักถานั่นไงมาบรรจุปีเปียถาบารมีเรามาสึงทึกก็เปียถาบารมีนั่นไงนั่นคือเจ้าคนในเชียร์แต่จิมเรียนสันดานในเชียร์ในบางบริษัทโดยแต่บอลอย่างไรปันแต่ดำไปบางตอเปรี้ยงในเปียงนั่นไงแต่เจ้าบารมีอ่ะเตียงกับดาวเซลกับดาวในกำมัดนั่นกับดาวไอ้ตัวพุทธบริษัทยังแต่บางดังเปรี้ยงในเปียงตัวเชียร์ดังตามเหยียดสนับนั่นกับดาวนั่นไงโดยซาเดี๋ยวยังบางจูบนั่งพุทธศาสนานะนั่นไงอย่าไปขนมโลกนี่มีได้ซับไว้ขนมเตยไปโลกพรุ่งไปโลกไอ้กระไรไปเลยไปอดตีงได้ซับนั่งนะอดตีงเดี๋ยวมีเตยไปเลยอดเตยแต่เปรี้ยงในเปียงน่ะเชียร์บารมีมาซับเดี๋ยวมันจะรอบมารูปสิ่งใดตกเว้นบารมีมาซับไอ้กันตักบารมีมาซับตกแต่ในยางอดเมียนเล่จะได้วิปริณามมาตกก็อดได้มันจำไปอย่างเราเตยตกกับสัจจะวิปริณามมาตกนะสังขารทัวได้ปลายปลัวอันนั้นหาแต่วิปริณามมาตกไอ้บาทาตกกับสัจจะเมียนเจียจะตกจอบแต่เราอันตรีนั่นไงตกกษัตริย์คือเจียตกจอบดาวชีตันตรีจะเรียตกเชียที่ตกมรณะตกสับกะประเทศไอ้ต่างอ้อนั่นจอบแต่ดาวอันตรีอาศัยกรรมมากี่แล้วนำเอาไอ้เมียนตกนั่งกับประเทศอาศัยตันห้านั่งเจียตกกษัตริย์จะโดยดาวเชื้อปริลมทะเลสมุทรไอ้จังหรืออัดเมียนกรรมมากี่แล้วหรืออัดเมียนตันห้าไอ้เต้ใต้เจียซองข้าทั่วอาศัยอุตโตอาศัยแต่ใจข้าลาวจังพอมันเตรียมเจียตกเอาแต่ซองข้าก้าวสุดแต่เจียตกอันนั้นหาวิปริณามมาตกมันไม่ตกกษัตริย์จะเต้ตกกษัตริย์จะตอนละจอบดาวชีวิตันตรีนั่นไงบ้านเจียตกกษัตริย์จะให้มีตกสัจจะนั่งไอ้บางสันมัตสัตโลกสันมัตสัตโลกนั่งไอ้แต่ไอ้สำหรับเป็นเปลี่ยนบ้านการนั้นแบบมีอะไรอย่างเมื่อกัดเนื้อวัดละตกนั่งพอวัดละตกแบบมีกี่ไร่นำไปการกำนำไปมีวิบากแบบประเตยนั่งแล้วกัดกี่ไร่นั่งจังเตยกี่ไร่ออกการล้างการเหมือนการล้างเนื้อกี่ไร่สวัสดิ์กรรมวัดได้บากวัดได้อนุปาเตะนี่เราแค่อะไรสัจจะเป็นเปลี่ยนนั่งไงตรงนั้นมันมีวัดละตกการล้างเพราะอะไรอย่างเมื่อนั่งไงเรียบร้อยปีบอลนะนั่งไงไอ้พุทธบริษัทยังตามเชียร์ปีนายในบอลนั่งพระพุทธองค์ตรงประกาศสำแดงก็เอาคลายบอลเอาซ้ำบอลก็เอามือไอ้บอลผมไปติดตู้เอาซ้ำบอลต่อเป็นพวงการซ้ำบอลนำมาโดยสิ่งใดซับทรุปต่างอ้อให้ยังศึกษาไปอภิธรรมเด้อการได้ฉบับให้อัดเมียนบอลเจียบใจหรืออัดเมียนกุศลวิบากได้สันติอัดเมียนกุศลวิบากได้สันติมันนู่นแต่มันเนี้ยก็อัดแต่เทวดามาอ้องก็อัดแต่อันปรุงไอ้สัตว์กุศลวิบากได้สันติต่างอ้ออันนั้นแต่ยังศึกษาไปอภิธรรมให้เดี๋ยวตัวยังมีสุเทียเพราะมันยังศึกษาสู้ยังแต่มันจังดังยังเรียนปไตรใบดอกเรียนปทัวเธอไอ้อัดเชียร์คลานั่งเปรสมาสามปุตนั่งไงจังตัวเชียร์มันเชียร์คลานั่งเปรสมาสามปุตก็ได้ปันแต่เดินในน้องการประกันอัตตาตู้ครูนนั่งไงจำกวาแต่ครูนไอ้ยังเนี่ยสาวซอกจังเติมเมียประลุยกะปรับสมบัติไอ้ครูนไอ้เนี่ยเจียมจ้าเนี่ยเมียเนี่ยบานไอ้ดอยอัดดังท่าเวียนเงี้ยดังอารมณ์นั่นเป็นอัดเมียนจีตู้ครูนนั่นนะเวทเนี่ยได้สาวอารมณ์นั่นนะอัดดังนะจำกวาแต่ครูนไอ้เนี่ยนั่งไงไอ้ตัวนี้เมียนกาบุงเวงประกันแต่เลยเนี่ยมาทั่วได้ดังอารมณ์นั่นถักครูนไอ้เนี่ยอันนั้นได้เชี่ยอับอีชีเดี๋ยวนั่งไงประกันเวทเนี่ยสัญญาสังขารวิญญาณนั่นเนี่ยมาทั่วได้ดังอารมณ์นั่นนะถักครูนไอ้เนี่ยเชี่ยมาจัดกรอบสมบัติเลยโลกนั่งเชี่ยเนี่ยเศร้าอารมณ์เชี่ยซอกเวทเนี่ยเศร้าอีซอกอาศัยพักสักเชี่ยไปใจเวทเนี่ยการละประกันแต่ครูนไอ้เนี่ยเศร้าเมื่อเนี่ยเฮ้ยการนั้นไปยังประกันเนี่ยจังเป็นนอมไอ้เมียนกาปริปเต็มเนี่ยจะไหนเนี่ยโอเคกินเมียนเชี่ยสิทธิ์ไทยเชี่ยปริเชี่ยไอ้จังแต่ตามเป็ดสิทธิ์ไทยปริเชี่ยซ้อนน้ำมันเนี่ยเป็นแต่ไอ้ได้ดังอารมณ์วิญญาณดังอารมณ์แต่ตอนเรียนโลกไทยเรียนปริเชียนะอัดเรียนวิญญาณได้วิญญาณนั้นปรากฏอาเป็นวิญญาณแล้วคือ
ហើយតែស្លាប់ហ្នឹងគឺបាត់វិញ្ញាណហ្នឹងឯងអញ្ចឹងអាដែលនៅរស់យើងទាំងអស់គ្នានៅវិញ្ញាណហ្នឹងគេតែសតិរលឹករឿយទៅអត់មានយើងហើយស្រេចឥឡូវហ្នឹងណាមានតែវិញ្ញាណដឹងអារម្មណ៍នៅតែវិញ្ញាណយើងមានទៀមទាឲ្យវិញ្ញាណទៅលេពេលនេះណាវិញ្ញាណជារបស់កើតរលត់ក្នុងលោកហើយរូបក៏អត់យើងទៀមទាឲ្យទៅលេពេលដីទឹកភ្លើងចលអាកាសធាតុណាវេទនាសញ្ញាសង្ខារហ្នឹងយើងអត់មានទៀមទាឲ្យទៅព្រះនិព្វានហើយក៏អត់មានយើងផ្សេងពីខណ្ឌហ្នឹងទៀតដើម្បីថាឲ្យទៅនិព្វាននេះឯងដែលជាបដិបទាទៅកាន់ព្រះនិព្វានកម្មតែចិត្តទៅមកអំពីអីបានឈ្មោះថាជាបដិបទាទៅព្រះនិព្វានមកអំពីបញ្ញាដែលកំណត់ទៅលើបញ្ញខណ្ឌលះអត្តានុទិដ្ឋិហើយព្រះនិព្វានហ្នឹងគឺអត្តានុទិដ្ឋិហ្នឹងមិនកើតដោយសោតាបត្តមៈការមិនកើតនៅអាសេចក្តីប្រកាន់ថាមានយើងហ្នឹងណាដោយវិបស្សនានេះអាហ្នឹងតទាំងកតហណាឈ្មោះថាកំពុងធ្វើដំណើរទៅព្រះនិព្វានហើយដល់សោតាបត្តមៈកើតឡើងព្រឹកគឺដល់ហើយដល់ហ្នឹងគឺអាសេចក្តីប្រកាន់ថាយើងហ្នឹងវាអត់កើតមានអាទូទិដ្ឋិហ្នឹងណាយកបញ្ញខណ្ឌនៅក្នុងលោកនេះវាអត់មានទិដ្ឋិមកប្រកាន់តែខ្លួនយើងណាអត់មានប្រព្រឹត្តបញ្ញវេរាអីដើម្បីយើងបានរស់នៅរួចទៅអបាយភូមិក៏អត់មានភពចាប់ពីជាតិទី8ទៅក៏អត់កើតនឹងឯងនិរោធសច្ចគឺព្រះនិព្វានត្រង់ការមិនកើតឡើងនៃកិលេសវត្តកម្មវត្តវិបាកវត្តដោយសោតាបត្តមៈនឹងឯងជាព្រះនិព្វានជាសម្បត្តិរបស់ព្រះសោតាបាននឹងឯងឧបតិវិវេកព្រះនិព្វាននោះជាសម្បត្តិរបស់ព្រះអរិយបុគ្គលនឹងឯងតែមិនមែនជាខណ្ឌទេណាព្រះនិព្វានណានឹងឯងមិនមែនរូបវេទនាសញ្ញាសង្ខារវិញ្ញាណទេគឺការមិនកើតឡើងនៅវត្តដាក់ទាំង3ហ្នឹងដោយអរិយមគ្គនឹងឯងហ្នឹងគឺដោយអំណាចនៃបុណ្យណាដែលឲ្យបាននៅលោកតរៈហ្នឹងឯងដូចនៅខាងចុងចក្រវត្តិសោតបេដកលេខ18អញ្ចឹងហ្នឹងឯងហ្នឹងគឺព្រះកថាក្នុងបញ្ញសោតក៏លើកឡើងបញ្ជាក់ដោយព្រះអង្គដែរពីបុណ្យហ្នឹងគឺផលបុណ្យបញ្ជាក់ពីបុណ្យដែលព្រះអង្គទ្រង់ប្រកាសដែរថាកុសលានំភិក្ខវេធម្មានាងសមាទានហេតុអេវមិទាំងភិក្ខវេបញ្ញាណងភិបញ្ញាណងអភិវឌ្ឍតេហ្នឹងអ្នកវិខទាំងឡាយបុណ្យនេះរមែងចម្រើនព្រោះហេតុគឺការសមាទាននៅកុសលធម៌ទាំងឡាយយ៉ាងនេះឯងហ្នឹងហើយអេវមិទាំងអេវ៉ាំងហើយនឹងអ៊ីទាំងហ្នឹងហើយហើយបញ្ញាំងហ្នឹងគឺព្រះថាលោកសម្ដែងបញ្ជាក់ក្នុងពាក្យបញ្ញាំងហ្នឹងគឺលោកកតរៈបញ្ញាំពេសូម្បីលោកកតរៈបុណ្យហ្នឹងហើយប្រវត្តិតេប្រវត្តិតេប្រវត្តិតេហ្នឹងគឺថារមែងចម្រើនព្រះថាលោកបញ្យល់ពីអ៊ីទាំងបញ្ញាំពេយាវៈអាសវៈខយាណាយាវៈអាសវៈខយាវត្តតេតេលោកតរៈបុណ្យនេះហ្នឹងហើយលោកតរៈបុណ្យនេះរមែងចម្រើនដរាបដល់អស់អាសវៈកិលេសហ្នឹងហើយអេវ៉ាមីទាំងអេវ៉ាំងនិងអ៊ីទាំងបញ្ញាហ្នឹងគឺលោកតរៈបញ្ញាំពេយាវៈដរាបហ្នឹងហ្នឹងហើយដរាបដល់អាសវៈខយាហ្នឹងវត្តតេតេថាចម្រើនវត្តតេតេចម្រើនយាវៈដរាបដល់អាសវៈខយាអស់នៅអាសវៈកិលេសដោយអរហត្តមគ្គហ្នឹងឯងដែលជាកម្លាំងមហិមាក្នុងការគ្របសង្កត់នៅកម្លាំងរបស់មេទៅបានហ្នឹងឯងពីព្រោះកម្លាំងមេហ្នឹងព្រះអង្គប្រកាសពីខាងដើមបន្តិចហ្នឹងហ្នឹងហើយគឺជាកម្លាំងតែមួយដែលក្រៃលែងព្រះអង្គមិនឃើញមានកម្លាំងដទៃអីដែលខ្លាំងដូចកម្លាំងមេហ្នឹងគឺកម្លាំងទេវបុត្រមេកម្លាំងកិលេសមេមជ្ឈមេហ្នឹងដែលតលតែអរហត្តមគ្គបានគ្របសង្កត់នៅកម្លាំងរបស់មេនឹងបានដូចទៅបានព្រះអង្គសម្ដែងថាការបំពេញបុណ្យកុសលនេះឯងរហូតដល់ទៅលោកតរៈបុណ្យហើយលោកតរៈបុណ្យនឹងឯងចម្រើនឡើងដល់រាបដល់អស់អាសវៈកិលេសនឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅបានជ្រាបពីកម្លាំងបុណ្យហើយសំណួរចៅហ្នឹងក៏ជាដែលព្រះអង្គទ្រង់ដាច់យាងទៅនគរកបិលភ័ស្ត្រលើកទី1ហ្នឹងក៏ព្រះអង្គសម្ដែងចាំកិនរីជាដកប្រុសព្រះហូលមេតាណាហ្នឹងហើយឲ្យបានសម្រេចសពតាបត្តផលពេលហ្នឹងផងដែរដែលព្រះអង្គប្រពសម្ដែងហ្នឹងក៏ដោយព្រះអង្គយាងទៅហ្នឹងព្រះនាងក៏សោកសៅហ្នឹងហើយមកថ្វាយគុំលើខ្នងប្របាទអីព្រះអង្គហ្នឹងព្រះអង្គក៏មិនខកខានអីទេហ្នឹងហើយសោកសៅរួចទៅក៏បានប្របាទសេរីជាធុតអ្នកហ្នឹងរំលឹកអំពីរាហុលមេតាហ្នឹងគឺជាស្ត្រីបរិសុទ្ធពិសេសគឺកាលដែលព្រះអង្គយាងទៅហ្នឹងឮសូរមកតែព្រះអង្គផ្ទុំនឹងដីនាងក៏ចុះពីលើក្រេមកខាងក្រោមអីឮថាព្រះអង្គត្រួតត្រងសម្ពុតការសាវៈអីនាងក៏ស្លៀកដណ្ដប់សម្ពុតអ្នកបុះអីឮមិនទៅធ្វើតាមព្រះអង្គអញ្ចឹងរហូតហើយបានព្រះអង្គសម្ដែងថាមិនមែនតែជាតិនឹងទេពីមុនមកក៏អញ្ចឹងណាបានព្រះអង្គសម្ដែងទៅជាដកកាលដែលព្រះអង្គជាកេណទាំងអីរាហុលមេតាហ្នឹងក៏ជាកិនរីហ្នឹងរឿងរ៉ាវហ្នឹងណាហ្នឹងហើយរួចទៅក៏ព្រះអង្គប្រជុំជាដកប្រកាសសច្ចធម៌ទៅក៏បានសម្រេចសោតាបត្តផលទៅគឺក៏ព្រះអង្គតបស្នងសងគុណនៅក្នុងចំពោះញាតិនឹងឯងលើកឡើងអំពីកតញ្ញូតាធម៌ទាំងសូមឲ្យបងប្អូនកូនចៅទាំងអស់បំពេញ
បនបារមីដើម្បីឲ្យបានរួចផុតចាកទុក្ខដោយការដឹងគុណមេត្តាបិតាដឹងគុណរតនត្រ័យពុទ្ធពធព្រះសង្ឃរួមចំណែកខ្លួនយើងនេះគឺថាម្នាក់ដែរដើម្បីបន្តអាយុនៃពុទ្ធសាសនាឲ្យពេញលេញមុននឹងយើងលាចាកលោកយើងអាចថានៅជាមនុស្សតែក្នុងជាតិនឹងតែមួយជាតិទៀតនឹងក៏អាចដែរចង់យើងខំប្រឹងប្រែងឲ្យណានៃដើម្បីជួយបន្តអាយុនៃពុទ្ធសាសនាទៅយើងសប្បាយចិត្តកូនចៅមួយឆ្នាំកើតប្រមាណដែលបានដល់ត្រៃណគមដោយសារពុទ្ធបរិស័ទយើងនេះយើងគិតមើលមួយឆ្នាំកើតប្រមាណនេះហើយដល់ច្រើនសត្វតនិមានត្រៃណគមឲ្យព្រោះកើតមកនៅក្នុងប្រទេសដ៏សំគួរហ្នឹងចុះរំ10ឆ្នាំកើតប្រមាណនេះ100ឆ្នាំចុះ1000ឆ្នាំទៅទៀតនោះ2000ឆ្នាំជាងទៅទៀតនោះលប់កោតនេះណាដែលជាអ្នកមានបត្រៃសរណគមណាធ្វើឲ្យយើងសប្បាយចិត្តត្រូវតែនឹកឃើញព្រោះអ្នកទាំងអស់ហ្នឹងដែលមានបត្រៃណគមហ្នឹងដោយសារយើងជាអ្នកបន្តពុទ្ធសាសនាពីឥឡូវហ្នឹងបើមិនមែនយើងអ្នកបន្តបញ្ជូនទៅទេមនុស្សរាប់កោតហ្នឹងបានបត្រៃណគមមកពីណាមើលដោយសារបានយើងហ្នឹងដូច្នេះយើងចូលរួមឲ្យពេញធឹងហ្មងណាដល់ពេលយើងចិត្តស្លាប់យើងសប្បាយចិត្តទៅកាន់ទេវលោកអានេះយើងគិតខ្លួនយើងទៅហ្នឹងឯងឲ្យបានសម្រេចអ្នកផលបរិនិព្វានក្នុងទេវលោកព្រំលោកអីទៅក៏បានតែឥឡូវនៅជាមនុស្សយើងមានឱកាសជួយពុទ្ធសាសនានៅឋានមនុស្សនេះហ្នឹងឯងឲ្យបានបរិបូរណ៍អ្នកដល់ណាខ្យល់ជាមកហើយភ្លៀងទៅភ្លៀងទៅសំអនុមោទនាពីរស់នៅក្នុងព្រះធម៌ត្រូវជាម្ចាស់ប្រកាសពីគុណព្រះដ៏មានប្រភេទដែលដង្ហែប្រតិសិនហ្នឹងក៏លោកម្ចាស់រតនាពីគុណពុទ្ធធម៌ប្រសង្ឃហើយតែណាដែលព្រះអង្គទ្រង់ត្រាស់ដឹងគិតថាព្រះអង្គទ្រង់បំពេញបារមីតាំងពីក្រោមបាតមូលព្រះមានភេទទីបាំងកមក4អសង្ខ័យកម្រៃវិស័យកាត់ហើយព្រះនាងមាត្រីសំទោសណាព្រះនាងមាត្រីហ្នឹងព្រះនាងសុមិតាហ្នឹងក៏ដូចជាព្រះនាងយសោទរាពេហ្នឹងគឺព្រះអង្គបានលះបង់រាងកាយទៅជាភរិយានៅទីអស់ពាន់កោតជាតិនៃកកោតដេសហសានិភរិយថាយៈទាសេណាំងអ្នកតថវិមនីហៅមិតយហថាយៈមហាមុនេនៅក្នុងបេដក76កូនចាស់មុនទៅ76គឺព្រះនាងយសោទរាពេហ្នឹងអបទានពោលថាខ្ញុំព្រះអង្គនេះព្រះអង្គលះបង់ខ្ញុំព្រះអង្គឲ្យទៅជាភរិយាអ្នកដទៃអស់ពាន់កោតជាតិខ្ញុំព្រះអង្គអត់មានតំណអត់មានអីទេគ្រូជាម្ចាស់ប្រកាសអត់មានតំណអត់មានតូចចិត្តអីទេគឺថាខ្ញុំព្រះអង្គបំពេញនៅសេចក្តីគឺថាបំពេញនៅបារមីព្រះអង្គដើម្បីព្រះអង្គត្រាស់ដឹងជាពុទ្ធហើយព្រះអង្គត្រាស់ដឹងនឹងគឺថាឧបការៈច្រើនណាស់អំពីក្រុមគ្រួសារព្រះអង្គមានកូនលះបង់ភរិយាលះបង់កូនប្រុសកូនស្រីចលីគ្រឹស្នាអីជាដើមញាតិញោមជ្រាបហើយព្រះអង្គបំពេញរហូតដល់បានត្រាស់ជាពុទ្ធហើយព្រះអង្គអត់មានខ្ជិលទេណាអត់មានថាទេតថាគតត្រាស់ដឹងណាមកស្ដាប់ធូរស្ដាប់ណាមស្ដាប់អត់ណាមិនបាច់ខ្វល់ទេអត់ទេព្រះអង្គទ្រង់ប្រមាលមើលសត្វលោក2វរៈមួយថ្ងៃ2វរៈទៀតអ្នកណាមកស្ដាប់វត្តនិកោតវ័នកូនទឹកថ្ងៃសិលខ្លះមើលទៅប្រមាលមកតថាគតត្រាស់ព្រះអង្គមកមានឧបនិស្ស័យព្រះអង្គសម្ដែងធូរទៅប្រុសទៅបានសម្ដែងអ្នកផលណាមកអត់ទៅនៅដេកទៅក៏ដេកទៅនោះព្រះអង្គប្រមាលមើលចឹងទៅទ្វីសុទ្វីរេសុទ្វីសុវិរេសុណាវេនីយជានេវៈលោកកកកណាំងព្រះអង្គទ្រង់ប្រមាលមើលនៅវេនីយស័ព្ទអស់វរៈ2ដងពុទ្ធានញ្ញៈនាមៈទ្វេវិរេណាលោកកវោលោកណាំងអវៈណាជាហេតាំងហៅមិហៅតិណាព្រះអង្គទ្រង់ប្រមាលមើលនៅសត្វលោកគឺថាអស់វរៈ2ដងបច្ចុសកាលាំងណាបច្ចុសកាលេលោកកាំងណាវោលោកកេតានៃវោលោកកេតាព្រះអង្គទ្រង់ប្រមាលមើលពីជាតិភ្លឺហ្នឹងព្រះអង្គប្រមាលមើលពីជាតិភ្លឺនឹងមួយមកវរៈហ្នឹងគឺជាតិភ្លឺនឹងមួយចក្រវាលមុខវតេតាបថាយៈគន្ធៈកោដេអភិមុខខាងណាញាណងកត្វាអោលោកកេតេព្រះអង្គទ្រង់ប្រមាលមើលពីកណ្ដាប់ចក្រវាលមករហូតដល់ព្រះគុណតកតប្រមាលមើលសត្វលោកមានបនិស័យយ៉ាងម៉េចអង្គយាងទៅប្រុសអត់ទេព្រះអង្គអត់មានប្រងើយកន្តើយអត់លះបង់ព្រះអង្គអត់លះបង់អវៈជាហេតាំងមិនលះបង់ការប្រមាលមើលសត្វលោកទេដល់ពេលល្ងាចបងប្រមាលមើលម្ដងទៀតសាយ៉ាងណាសាយ៉ាងហ្នឹងសាយ៉ាងអោលោកកេតាហ្នឹងព្រះអង្គទ្រង់ប្រមាលមើលម្ដងទៀតណាគឺនេះចាប់ពីគួនកត់ម្ដងហើយគួនធៈកោដេវតេតាគួនធៈកោដេគួនធៈកោដេតោណាបថាយៈពេហិរិយភិមុខខាងញាណងកត្វាអោលោកកេតេព្រះអង្គទ្រង់ប្រមាលមើលចាប់ពីព្រះគុណកត់រហូតទៅដល់ខាងក្រៅនឹងព្រះអង្គប្រមាលមើលសត្វលោកនឹងឃើញសត្វលោកណាមានឧបនិស្ស័យព្រះអង្គយើងទៅប្រុសអញ្ចឹងញាតិញោមសន្សំបុណ្យសន្សំកសលរៀងខ្លួនទៅកុំឲ្យខ្លាចបុណ្យឲ្យជឿនរណាក្រៅពីព្រះអង្គនោះណាព្រះអង្គសម្ដែងឲ្យព្រះអង្គដឹកនាំឲ្យធ្វើបុណ្យនឹងនាំមកនៅសេចក្តីសុខឬគូជាម្ចាស់ប្រកាសមកអញ្ចឹងអេវ៉ាំងអ៊ីទៀងលោកកតរៈបញ្ញាំពេយាវៈអាសវខយាបវតតៃតិណាគឺថាបុណ្យនឹងគឺថារមែងចម្រើនដល់លោកកតរៈឲ្យអស់នឹងអាសវៈទៀតផងអ្នកតម្លៃកុំខ្លាចបុណ្យមេភិកវេបញ្ញាណាំងភិយថៈណាភិកវេសខសេតាំងអតិវចនាំងណាថាសកន្តសបយសមនេបសយិទ្យបញ្ញានេះនៅក្នុងបេដក53ខ្ញុំធ្លាប់ឃើញថា53 47ដល់ធ្លាប់ឃើញមើលបើទៅមើល47ទៀតដែរណា
ก็เอาសម្ដេចទេពវត្តកៈមនាងសម្ដែងហ្នឹងគឺថាពីរោះអ្នកកន្លែងកងខ្លាយបុណ្យបុណ្យជាឈ្មោះនៃសេចក្តីសុខនាំមកជាទីប្រាថ្នាជាទីរីករាយជាទីស្រឡាញ់ជាទីគាប់ចិត្តហើយបុណ្យហ្នឹងគឺថាបាននៅសេចក្តីសុខបច្ចុប្បន្នផងទឹកខខមេសុខសៈឧបរោធៈភយេអ្នកនៅសម្បរាយកៈនិព្វានអ្នកណាសុខៈទាយកេហេបញ្ញេហេមេភាយថាទេអ្នកកន្លែងកងខ្លាយបុណ្យបុណ្យជាឈ្មោះនៃសេចក្តីសុខឲ្យបច្ចុប្បន្នផងឲ្យទៅសម្បរាយកៈភពផងឲ្យរហូតដល់ព្រះនិព្វានផងសូមអនុមោទនាណាបណ្ដាចុះពេលរាត្រីក៏การเรียนตรีนะบาสปานโนสระพิวันจบดับบานมาสับคนก็บัดบอกปีเมริโบเชียมโทมาเมริบาสกาขัดกันเลยเนี่ยได้ทำเนี่ยได้ทำกองใจโบเชียมโทปรามตลาดบาสกาลิมบันดาโบเชียมโทปีเมริบาสกามันสเปียปีเมริบาสกาบาสพรบาสกาหยุดโทนกองใจโบเชียมโทมาเมริบาสกา